នេះគឺជាស្នាដៃសិល្បៈកូរ៉េមួយដែលមានអត្ថន័យប្រៀបធៀបយ៉ាងជ្រាលជ្រៅឈ្មោះថាតូរាងមូលរូបចម្លាក់មនុស្សយន្តគ្មានក្បាលធ្វើពីចម្បាំងចំនួន18កំពុងលីតូរាងមូលដណ្ដើមក្បាលមនុស្សតែមួយគត់ដែលកំពុងរមៀលចុះឡើងឲ្យតែមានអ្នកណាម្នាក់ងើបឡើងបន្តិចដើម្បីដេញតាមក្បាលនោះផ្ទៃតុនឹងផ្អៀងភ្លាមៗធ្វើឲ្យក្បាលនោះរមៀលទៅឆ្ងាយជាងមុនការតស៊ូនេះគ្មានទីបញ្ចប់ឡើយសត្វបក្សីខ្មៅធំៗ3ក្បាលហើរក្រឡឹងពីលើតំណាងឲ្យពួកអ្នកមានអំណាចជាន់ខ្ពស់ដែលសម្លឹងមើលការឈឺចាប់និងការកាប់ចាក់គ្នារបស់ប្រជាជនជាន់ទាបដោយប្រងើយកន្តើយកម្មជ្រួយភក់ Founder គឺជាល្បែងប្រជាប្រិយប្រពៃណីវៀតណាមដែលពេញនិយមបំផុតច្បាប់នៃការលេងគឺសាមញ្ញណាស់អ្នកលេងត្រូវសូនដីដោយផ្ទាល់ដៃលើកដុំភក់ដ៏ធំហើយបោកវាទៅលើដីឲ្យខ្លាំងដោយអ្នកឈ្នះគឺផ្អែកលើស្នាមប្រេះដីដែលវែងជាងគេស្នាមប្រេះកាន់តែវែងវាស់ស្ទង់កម្លាំងនិងជំនាញរបស់អ្នកលេងកាន់តែខ្លាំងដុំភក់ខ្លះដែលយកមកប្រកួតមានទម្ងន់រហូតដល់30គីឡូក្រាមតាមជំនឿប្រជាជនក្នុងតំបន់ល្បែងប្រពៃណីនេះតំណាងឲ្យសិរីសួស្តីនាំមកនូវសំណាងល្អនិងសេចក្តីសុខដល់មនុស្សគ្រប់គ្នាហេតុអ្វីបានជាមនុស្សទាំងនេះអាចជាប់នឹងជញ្ជាំងយ៉ាងរឹងមាំដូចនេះតាមពិតវាមិនមែនដោយសារកៅនោះទេនេះគឺជាឧបករណ៍កំសាន្តដែលមានឈ្មោះថាខ្យល់គួចទំនាញនៅពេលដំណើរការវាវិលក្នុងល្បឿនលឿនបង្កើតបានជាកម្លាំងចោលកណ្ដាលដែលសង្កត់រាងកាយមនុស្សឲ្យជាប់ទៅនឹងជញ្ជាំងនេះហើយជាឥទ្ធិពលនៃកម្លាំងចូលកណ្ដាលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺនៅពេលស្ថិតក្នុងនោះរាងកាយមនុស្សត្រូវទ្រាំទ្រនឹងទម្ងន់ធ្ងន់ជាងធម្មតាជិត3ដងហាក់បីដូចជាទម្ងន់ខ្លួនកើនឡើង3ដងភ្លាមៗអញ្ចឹងគោលការណ៍នេះគឺដូចគ្នាទាំងស្រុងទៅនឹងទ្រឹស្ដីរូបវិទ្យានៃការបង្វិលធុងទឹកជាវង់ដែលទឹកមិនកំពប់ចេញមកក្រៅនោះឯងអរគុណសម្រាប់ការគាំទ្ររបស់ពុកម៉ែបងប្អូនប្រសិនបើចង់បានវីដេអូថ្មីៗសូមជួយ follow ហើយនិង like share ម្នាក់មួយផងសូមអរគុណ